Chẳng ngày nay nhóm đang bật riêng đằng ác này pi ca bài chạy cái đôi chỉ sắc xa pi symbol bỏ tu bản chia để dân khơi cho sai tu này cứ tu ở âm DB tai dân riêng ngày nay cứ đi đằng pi tu DB tu DB đằng tu âm DB có đôi chỉ mấy riêng Tuesday sầm khăn mũi đại miền mình chỉ trao để không bị sai cái gì bao giờ bị sai nhập chạy cái tí tay đại ngon làm pi load ăn mà lên rư co vẽ con từ nâng ca bài chạy load để sao dân đang hay tha không tri phá Prosen បើការបែងចែកបន្ទុកអគ្គិសនីនៅក្នុងហ្វានីមួយមិនត្រឹមត្រូវឬក៏មានកម្រិតលំអៀងខ្ពស់នោះវាបង្កឲ្យមានបញ្ហាជាច្រើននៅក្នុងប្រព័ន្ធអគ្គិសនីរបស់យើងអញ្ចឹងក្នុងមេរៀននេះទាំងអស់គ្នានឹងយល់អំពីតើប្រភេទទូប្រភេទណាដែលចាត់ទុកជាទូ DB SDB sub DB សំទោទូ MDB ហើយតើប្រភេទទូទាំងអស់នោះខុសគ្នាយ៉ាងម៉េចហើយមួយទៀតសំខាន់នោះគឺតើនៅក្នុងការបែងចែកបន្ទុកទ្រីហ្វាកម្រិតលំអៀងប៉ុន្មានភាគរយដែលចាត់ទុកថាជាបញ្ហាដែលអាចបង្កឲ្យមានអសកម្មនៅក្នុងបណ្ដាញអគ្គិសនីអញ្ចឹងមិនមែនឲ្យតែបណ្ដាញអគ្គិសនីឲ្យតែលំអៀងខុសរហូតទេឧទាហរណ៍ដូចទម្លាក់តាំងសុងគឺចន្លោះពី3ទៅ5%អាហ្នឹងអត់មានបញ្ហាទេ3%គឺករណីអីករណីបណ្ដាញបំភ្លឺដល់ពេល5%គឺខុសពីបំភ្លឺមានម៉ូទ័រមានអីមកអាហ្នឹងគឺ5%បាន3%គឺសម្រាប់អំពូលសុទ្ធអីចឹងណាអញ្ចឹងថ្ងៃនេះយើងមិនមែននិយាយពីអានោះទេគឺយើងនិយាយអំពីការបែងចែក load ហ្នឹងគឺគ្រឿងទទួលណាបន្ទុកបូកចូលគ្នាមកគ្រឿងទទួលរបស់យើងអញ្ចឹងជំហានដំបូងខ្ញុំនឹងបញ្យល់ទាំងអស់គ្នាអំពីប្រភេទទូសិនឧទាហរណ៍អញ្ចឹងទូនេះគឺជាទូMDB main distribution board sub DB SDB នឹងគឺ sub distribution board ហើយនឹង DB distribution boardអញ្ចឹងអានឹងខុសគ្នាយ៉ាងម៉េចវាអត់មានអីខុសគ្នាច្រើនទេវាគ្រាន់តែខុសគ្នាគោលការណ៍និងការប្រើប្រាស់មួយចំនួនដូចជាអញ្ចឹងប្រភេទនេះគឺគេហៅថាទូមេអានេះគឺទូចែកចាយឬក៏ substation អនុស្ថានីយ៍អានឹងកដាលធំមិនធំទូចមិនទូចគឺអាហ្នឹងឯងអានេះគឺទូជាងគេអញ្ចឹងឧទាហរណ៍ថាយើងមានទូធំមួយដែលដាក់ឈ្មោះថា MDB នេះអាគារយើងមានចំនួនដូចថា3ជាន់អញ្ចឹងណា3ជាន់អញ្ចឹងតាមជាន់មួយនេះយើងមានទូមួយទៀតដែលបំបែកចេញពី MDB ទៅគេហៅថា sub DB ដល់ពេលក្នុងជាន់មួយហ្នឹងវាមានច្រើនបន្ទប់ច្រើនផ្នែកច្រើនបន្លោះចេញពីទូ SDB ទៅគេហៅថាទូ DB ហើយ DB នោះគឺជាទូដែលភ្ជាប់ដោយផ្ទាល់ទៅកាន់គ្រឿងទទួលឬទៅកាន់ឧបករណ៍ប្រើប្រាស់តូចជាច្រើនអាហ្នឹងគឺទូ DB distribution board គឺ direct បន្ទាប់ពីចេញពីទូហើយគឺទៅគ្រឿងទទួលអត់មានទេណាទេអញ្ចឹងនេះអាទទួលពីគេផ្ទេរទៅឲ្យគេហ្នឹងគឺ sub DB អាទទួលពីភ្លើងមេធំចូលមកហ្នឹងហើយចែកឲ្យគេដើមគេបំផុតហ្នឹងគឺទូ MDB ហើយអាគារមួយលើកលែងមានគោលការណ៍2ផ្សេងបើអត់មានគោលការណ៍អីប្រែប្រួលទេអាគារមួយមាន MDB តែមួយទេបិទមួយហ្នឹងគឺអស់ទាំងអស់មួយអាគារមកប្លុកឬមក zone ណាមួយធំអញ្ចឹងយើងចំណាំយ៉ាងម៉េចទូ DB MDB SDB យើងចំណាំក្នុងថាចេះបើសិនជាទូ MDB ទូនោះភាគច្រើនវាមកជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិមួយចំនួនដូចជាប្រព័ន្ធ ATS MTS ឬក៏វាមាន digital មេដែលធំជាងគេនៅក្នុងទូហ្នឹងគេហៅថា MDB ហើយទូមេធំជាងគេហើយបើទូ SDB វិញអត់មានប្រព័ន្ធ ATS ឬក៏អីក្នុងនោះទេគឺវាជាទូដែលចែកចាយបន្តអញ្ចឹងវាមាន digital មេមកគ្រាប់ហើយចែកចាយគេមកហើយវាមានភ្ជាប់ដូចគ្នាជាមួយនឹង selector ឬក៏ប្រភេទ ampere mètre volt mètre នេះមានដូចគ្នាណាប៉ុន្តែបើសិនជាទូ DB វិញយើងដាក់ក៏បានដែរពួកអានេះប៉ុន្តែកម្រឃើញមានដោយសារទូនោះគ្រាន់តែជាទូតូចដើម្បីភ្ជាប់ប្រភពនឹងទៅកាន់គ្រឿងទូទៅកាន់ pull direct ទៅកាន់ pre direct ទៅកាន់ស្អីផ្សេងឧបករណ៍ផ្សេង direct ដោយមិនឆ្លងកាត់អីទៀតទេដោយគ្មានចូលទូណាទៀតទេចូល pre បដ ாய் ចូល pre ភ្លើងឆ្កាត់ចរន្តមិន pre ប្រោកអីណាអាហ្នឹងទៅអញ្ចឹងបដ ாய் យល់ទេអញ្ចឹងការបែងចែក single line របស់យើងត្រូវបែងចែកឲ្យបានត្រឹមត្រូវដូចជាអញ្ចឹងឧទាហរណ៍ថាប្រភពភ្លើង 3 pha ភ្លើងចូលមកអញ្ចឹង 3 pha ចេញមកអានុភាព 3 pha យើងត្រូវសិក្សាឲ្យបានច្បាស់ហើយពាក់ព័ន្ធនឹងការតម្លើងទូ 3 pha ក៏ចឹងដែរត្រូវតែបែងចែក load នេះ pha ទាំង3នេះឲ្យបានស្មើគ្នាឬកម្រិតលំអៀងណាមួយដែលអាចទទួលយកបាន
អត់អាចចាប់ដាក់ចេះតបានទេមុននឹងបង្កើត2 3 file ឬក៏មុននឹងស្រេចចំណាឡើងនេះនៅ single line នេះយើងត្រូវសិក្សាសិនកណនាសិនតើបន្ទុកទាំងអស់ហ្នឹង file 1 file 2 file 3ហ្នឹងតើអាចធន់ទៅនឹងតង់សុងឬអនុភាពនឹងអត់ឬក៏មានភាពស្មើគ្នាឬលំអៀងកម្រិតណាយើងអាចចេះចាប់ដាក់បានទេឧទាហរណ៍ថាអញ្ចឹងយើងគិតថាអញ្ចឹងអូ3 file អញ្ចឹងយើងដាក់ផ្ទះយើង3ជាន់អញ្ចឹង file 1ជាន់ទី1 file 2ទី2 file 3ទី3ចុះបើសិនជា file ទី3ជាន់ក្រោមប្រើច្រើនជាងគេហើយអាជាន់ទី3នោះអត់ដែលមានមនុស្សបើកសោះអត់ដែលមានការងារអីសោះអញ្ចឹងមិន file មួយនោះអត់មានភ្លើងប្រើហើយអត់ដែលប្រើភ្លើងហើយអញ្ចឹងមិនគេហៅថា unbalance ហើយគឺបានន័យថាវាអត់លំនឹង file ហ្នឹងទេគឺប្រើធ្ងន់មួយខាងណាយល់ទៅ unbalance តែនេះបានន័យថាយើងប្រើតែ file មួយណាធ្ងន់មួយខាងពីមុនគីឡូភ្លើងដោយសារគីឡូមិនទាន់ចេញទំនើបល្អគេ3 file គេប្រើគីឡូ3ដោយសារអីដោយសារ unbalance នេះធ្វើឲ្យគីឡូដើរខុសប្រក្រតីអាចនឹងអត់វិលឬក៏មិនគេថាបានខាតភ្លើងអ្នក supply ឲ្យយើងអញ្ចឹងគេប្រើគីឡូ3បូកចូលគ្នាបណ្ដោយតែឥឡូវនេះដោយសារយើងមានគីឡូទំនើបល្អស្អាតពីផលិតផលចេញថ្មីនឹងវាល្អវាអាចប្រើបានហើយគេប្រើធម្មតាតែមួយនឹងវិញពីមុនគេប្រើ3គេប្រើគីឡូ monofa ចំនួន3ដោយសារលំអៀង fa នឹងធ្វើគីឡូអត់ដើរអញ្ចឹងខចង់បញ្យល់ថាការបែងចែកក្នុង 3fa នេះតម្រូវឲ្យយើងសិក្សាឲ្យច្បាស់សិក្សាច្បាស់នោះគឺអីគឺសិក្សាបន្ទុកនៃឧបករណ៍ដែលត្រូវប្រើប្រាស់នៅក្នុងបន្ទុកនៃ load មួយៗនឹងឲ្យស្មើគ្នាឧទាហរណ៍ចេះ fa 3អា fa 1ជាន់ក្រោមកន្លែងហ្នឹងសិប្បកម្មសិតតែម៉ាស៊ីនដល់ពេលទៅលើនោះសិតតែអំពូលតិចតួចអត់អាចបែងចែកមកជាន់មក fa បានទេត្រូវចូល fa ទាំង3មកក្រោមនឹងមកហើយប៉ងចែកទូប្រើទូមួយសាប់មួយនេះទៅកាន់ជាន់មួយវិញទៅកុំចែក fa តាមចំណាំគ្រូនិយាយឯង fa 3ផ្ទះអញ3ជាន់នឹងដាក់មកជាន់មក fa អត់អញ្ចឹងរហូតទេណាបើជាន់ទាំង3នឹងប្រើប្រហែលគ្នាតិចទៀតដឹងលំអៀងបាន100ប្រើបានបើប្រើប្រហែលគ្នាអានឹងយកជាការចោះតែបើសិនជាប្រើខុសគ្នាដាច់ដោយឡែកឧទាហរណ៍មកខាងក្រោមសិតតែម៉ាស៊ីនមានឡឧទាហរណ៍ថាកន្លែងហ្នឹងផលិតនំប៉័ងចុះសិតតែឡដុតឡរេស្តង់ហ្មងរេស្តង់សុតហ្មងអញ្ចឹងវាមានអនុភាពអសកម្មច្រើនកើតឡើងអញ្ចឹងมันអាចដាក់ចែកអញ្ចឹងហើយជន់លើ file ទី3លេងប្រើសិតតែអំពូល10 20គ្រាប់អីចឹងហ្នឹងវាមិនអាចទៅរួចទេអានោះគឺហើយគឺកើត unbalance មកឡើងមកហើយយល់បានទេណាកន្លែងនេះមានអីឆ្ងល់ទេឥឡូវរបៀបហៅឈ្មោះទូរបៀបសម្គាល់ទូបងប្អូនគ្នាយល់ច្បាស់នៅឬក៏ចង់សួរអីបន្ថែមអាចសួរបានធ្វើមិនហ្នឹងគឺសិក្សាសិនតើធ្លាក់តង់សុងដោយសារអីវិធីសាស្ត្រមានច្រើនទី1តង់សុងចុងលីងមកន័យថាគេអស់មក1កាពី3 5គីឡូ10គីឡូដីកន្លែងយើងគឺចុងគេហើយអានោះបាត់ភ្លើងហើយយើងអាចប្រើសុវ៉លទ័រឬក៏អាគេហៅភាសាធម្មតាគេហៅស្អីអូតូវ៉លអាសុវ៉លទ័រហ្នឹងគឺដំឡើងហើយ transfer ដំឡើងតែអាអូតូវ៉លបានន័យថាអាគេប្រើសម្រាប់ឲ្យវ៉លហ្នឹងថេប៉ុន្តែអានេះប្រើខុសច្បាប់បើអេសេណាបញ្ជាក់ឲ្យហើយក្បាលអេសេវិធីមួយទៀតគឺអីដាក់ transfer មួយថែមចុងលីងប៉ុន្តែបើឃើញធ្លាក់តង់ចុងវាស់ឃើញធ្លាក់កុំទាន់សន្មត់ថាមកពីអីសិក្សាសិនជួនណាវាអត់ចុងលីងទេប៉ុន្តែក្នុងកន្លែងយើងនេះមានអសកម្មរយៈទាវច្រើនរយៈទាវគឺអីអាម៉ូទ័រចាស់អាម៉ូទ័រខូចឧបករណ៍ចាស់អញ្ចឹងចុះឧបករណ៍ឆ្លងចុះគ្រឿងញ៉ៃចាស់ជួសជុលច្រើនញឹកញាប់ពេកអាហ្នឹងគឺបង្កើតរយៈទាវហើយគឺវាធ្វើឲ្យកើតអនុភាពអសកម្មអញ្ចឹងមិនបាច់ទៅថែម transfer ទេប្រើទូក្បាលស្ទើមួយចប់អញ្ចឹងសួរថាចេះគ្រូតង់សុងកន្លែងធ្លាក់ធ្វើម៉េចអត់ដឹងធ្វើម៉េចទេសិក្សាសិនធ្លាក់មកដោយសារអីយល់អត់តើធ្លាក់ដោយសារអីបើយើងមិនទាន់ដឹងធ្លាក់ដោយសារអីអត់ដឹងដាក់ថ្នាំអីបាត់ធ្លាក់ទេតោះយើងដឹងសិនធ្លាក់ដោយសារអីយើងវាស់ឃើញធ្លាក់អូអត់ទេដល់ដាក់អូតូវ៉លមិនមែនទេឧទាហរណ៍ចេះភ្លើងមកគ្រប់ហើយតែអាសកម្មផ្ទះយើងអ្នកស៊ីភ្លើងហ្នឹងធ្វើឲ្យវាខ្វះដាក់អូតូវ៉លទាញមកហ្មងក៏វាខ្វះដែរដោយសារអានឹងវាស៊ីវាមានអាចមេរោគចង្រៃក្នុងផ្ទះយើងវាស៊ីប៉ុណ្ណោះអញ្ចឹងទោះទាញប្រហែលមកក៏វាស៊ីដែរអញ្ចឹងធ្វើម៉េចកំចាត់អាមេរោគនឹងចោលមកដាក់ capacitor កាត់រយៈទាវចោលអានឹងមកគ្រប់ហើយមានបញ្ហាអីតើនៅអានេះជ្រៅហើយចាំទៅរៀនវគ្គទៅរៀនវេនបុកជា capacitor ចាំសួរថែមឥឡូវយកប៉ុណ្្នឹងណា
ចឹងនៅក្នុងច្បាប់សម្រាប់ការបែងចែកបន្ទុកនៅក្នុងទ្រីហ្វារបស់យើងត្រូវអនុលោមតាមច្បាប់ពីរធំដែលយើងយកមកប្រើប្រាស់គឺច្បាប់នៅក្នុងអគ្គិសនីគឺ IEEE និង NEC IEEE នេះគឺ International Electrical and International of Electrical and Electronic Engineering បានន័យថាច្បាប់សម្រាប់អនុវត្តនៅក្នុងវិស័យវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិកហើយមួយទៀត NEC នេះគឺចង់ភ្លេចវិញNational Electrical Code អូខេអញ្ចឹងច្បាប់ហ្នឹងគឺតាមហ្នឹងគេកំណត់អញ្ចឹងក្រុមហ៊ុនធំៗគេប្រើច្បាប់ហ្នឹងហើយអញ្ចឹងនៅក្នុងច្បាប់ហ្នឹងបាននិយាយថាអញ្ចឹងលោតទាំង3ត្រូវមានភាពលំអៀងត្រឹម 10% ចុះក្រោមអាចអនុញ្ញាតបានបើល្អមែនតើនោះគឺចន្លោះ 5% តែបើសិនជាធំជាង 10% ហើយអត់អាចប្រើបានទេអញ្ចឹងពេលយើងកណនាពេលយើងបូកដកគុណចែកលោទាំងអស់ហ្នឹងហើយរៀបនឹងចែកតាមហ្វាហើយយើងត្រូវកណនាម្ដងទៀតតើហ្វា1ហ្វា2ហ្វា3ខុសគ្នាបានភាគរយខុសគ្នា 3% 4% 5% ឬក៏6អីអូខេប្រើទៅបានអត់អីទេតែបើសិននេះខុសគ្នាដល់10ហើយអត់អាចទេមិនអាចប្រើបានទេបើលើសពី 10% មានរឿងអីខ្លះកាត់ឡើងនេះគឺរឿងឯកាត់ឡើងវាមានលើសនឹងទៀតតែខ្ញុំសុំដករឿងប៉ុណ្្នឹងមកនិយាយទី1ពាក់ព័ន្ធនឹងម៉ូទ័រវាធ្វើឲ្យមាន overload លើសបន្ទុកហ្នឹងឬក៏ប្រើទៅ overload ផ្ដាច់ហើយមួយទៀតវាពាក់ព័ន្ធនឹងអាយុកាលម៉ូទ័រឧទាហរណ៍ថាអាយុកាលម៉ូទ័រផលិតមកប្រហែល20ឆ្នាំហេតុអីខូចមុនកំណត់ម៉ូទ័រអន់មែនទេពេលខ្លះវាអន់មែនតែពេលខ្លះមែនទេដោយសារអានោះដោយសារឥឡូវហ្នឹងថាវាខូចមុនកំណត់ប៉ុណ្ណេះទី2ប៉ះពាល់ដល់ power factor ខូចទាំង capacitor ទៀតដោយសារអីហ្វា3អត់ balance ហ្នឹងវាវាយមក step ហ្នឹងខុសគ្នាអញ្ចឹងអាហ្នឹងគឺមានបញ្ហាដល់ power factor ទៀតទី3ខាតថាមពលស៊ីដោយកម្ដៅអញ្ចឹងកាលណាលោតនឹងវាអត់ balance ទេវាកើនកម្ដៅវាធ្វើឲ្យក្ដៅនៅពីរនេះជាមួយគ្នាកាលណាក្ដៅរេស្តង់កើនស៊ីភ្លើងអត់ដឹងខ្លួនបន្ទុកប៉ុណ្ណឹងអាគារហ្នឹងត្រូវអស់ប៉ុណ្នេះគីឡូស្រាប់លើសនឹង2ដងក៏មានដែរស៊ីភ្លើងខុសធម្មតាអត់ប្រើអីសោះហ្នឹងអ្នកខ្លះខឹងអាគិសនីទៀតថាអូភ្លើងតែគាត់ស៊ីខុសធម្មតាតែពេលខ្លះភ្លេចគិតមិនគាត់មโนហ្វាយប៉ុន្តែគ្រឿងគាត់ចាស់ដោតចោលវាឆ្លងវាអីវាស៊ីភ្លើងអស់តាមហ្នឹងហើយកុំបន្ទោសថាភ្លើងគេស៊ីចេះចោលអីអត់ទេគ្រឿងចាស់មួយទៀតធំផុតនោះអាចង់ក្រោយគេនេះបើពាក់ព័ន្ធទៅនឹងប្រព័ន្ធបញ្ជា automation គឺវាអាចប៉ះពាល់ទៅដល់ signal បើយើងប្រើប្រព័ន្ធ SCADA ប្រើ PLC ឬក៏ប្រើប្រព័ន្ធ automation ផ្សេងដែលត្រូវការដើរដោយ signal អញ្ចឹងមិនមែនដើរដោយធម្មតាដូចពូលភ្លើងគ្រាន់តែបិទបើកអត់អស់ណាដើរដោយ signal មាន signal អាហ្នឹងក្នុង PLC ហ្នឹងហើយបើសិនជាអាគារហ្នឹងមានប្រើ PLC មានប្រើ SCADA មានអីគឺវាធ្វើឲ្យមាន signal អវិជ្ជមាននៅក្នុងហ្នឹងធ្វើឲ្យដំណើរការនោះប្រែប្រួលដូចគ្នាដែរជួនណាទៅវាអាចនឹងកាំង error ឬក៏អីជាដើមក្នុងប្រព័ន្ធ SCADA ឬក៏ប្រព័ន្ធ automation យើងគឺទាំងអស់ហ្នឹងអញ្ចឹងបញ្ជាក់នេះគឺជាផលរំខានដែលកើតឡើងដោយសារដែលយើងបែងចែក load មិនត្រឹមត្រូវហើយសូមថាប៉ុណ្្នឹងមិនមែនមានផ្សេងលើសនឹងទៀតតែវាអាចនឹងពិបាកបញ្យល់ឬក៏វាហាក់ឆ្ងាយពីយើងអ្វីដែលយើងយល់ខ្ញុំសូមបញ្យល់ប៉ុណ្្នឹងសិនបើមានឱកាសនឹងបញ្យល់ថែមឬយើងស្រាវជ្រាវថែមបានតែនេះគាត់ថានៅក្នុងស្តង់ដារទាំងពីរនេះកំណត់ថាត្រឹម 10% គឺមិនអនុញ្ញាតទេបើត្រឹម 5% អាចប្រើការបានអានេះមានអ្នកសួរច្រើនតើប៉ុន្មានភាគរយអាចយកបានអាហ្នឹងគឺអញ្ចឹងហើយសួរថានេះមិនកណនាបានអញ្ចឹងបញ្ជាក់នេះត្រីហ្វាមុននឹងចែកមកលោតទាំង3នេះឧទាហរណ៍ចេះមេមួយចែកមក3ដើម្បីដឹងថាក្រោមនឹងប្រើប៉ុន្មានគណនាគ្រឿងទទួលគ្នាបន្ទុកទាំងអស់ចូលគ្នាបូកដកគុណចែកឃើញច្បាស់ហើយចាំសម្រាប់យកមកអានឹងប្រើប៉ុន្មានកុំដាក់តាមស្មានទេរោងចក្រខ្ញុំមានម៉ាស៊ីន9អញ្ចឹងមួយឡានម៉ាស៊ីន3អូខេ3ត្រូវចំនួនត្រូវបរិមាណតែច្បាស់ទេថាម៉ាស៊ីនឬក៏ឧបករណ៍ទាំង9ហ្នឹងអនុភាពប៉ុនគ្នាឬក៏បន្ទុកដូចគ្នាតោះនេះអញ្ចឹងទាមទារឲ្យមានការកណនាមិនមែនទាមទារឲ្យមានការស្មានចាប់រើសយកមកដាក់តាមចិត្តយើងទេយល់ទេ